សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel បងហាន់សម្រាយរឿង GL សូមជួយចុច Subscribe ឲ្យ Admin ម្នាក់មួយផងណាតោះកុំឲ្យខាតពេលយូរចូលសាច់រឿងយើងតែម្ដងទៅគឺរឿងស្នេហ៍គ្មានឱកាសក្នុងឆ្នាំ2015វាជាឆ្នាំដែលខ្ញុំទើបតែបញ្ចប់ការសិក្សាថ្នាក់ទី9ហើយឈានជើងចូលរៀននៅថ្នាក់ទី10នៃវិទ្យាល័យក្នុងស្រុកមួយនៃខេត្តសៀមរាបសម្រាប់អ្នករស់នៅទីក្រុងប្រហែលការចូលរៀនវិទ្យាល័យគឺជារឿងធម្មតាប៉ុន្តែសម្រាប់ពួកយើងនៅជនបទការបានឡើងមកវិទ្យាល័យគឺដូចជាការចាប់ផ្ដើមជីវិតថ្មីមួយសិស្សមកពីអនុវិទ្យាល័យជាច្រើនត្រូវបានប្រមូលផ្ដុំមករៀននៅកន្លែងតែមួយមុខថ្មីជាច្រើនឈ្មោះថ្មីជាច្រើនហើយមិត្តថ្មីជាច្រើនថ្ងៃដំបូងនៃការចូលរៀនខ្ញុំដើរចូលថ្នាក់ទាំងអារម្មណ៍រំភើបនិងភ័យបន្តិចអ្នកខ្លះមកជាមួយមិត្តចាស់អ្នកខ្លះកំពុងរកកន្លែងអង្គុយអ្នកខ្លះកំពុងនិយាយគ្នាដោយសំណើចពេញថ្នាក់ចំណែកខ្ញុំក៏ទៅអង្គុយជាមួយមិត្តដែលស្គាល់តាំងពីអនុវិទ្យាល័យមិនយូរប៉ុន្មានគ្រូប្រចាំថ្នាក់ក៏ដើរចូលមកបន្ទាប់ពីណែនាំខ្លួនរួចគាត់ញឹមហើយនិយាយថាថ្ងៃនេះយើងមកស្គាល់គ្នាសិនម្នាក់ក្រោកឈរណែនាំខ្លួនប្រាប់ឈ្មោះមកពីសាលាណាហើយចង់ក្លាយជាអ្វីនៅថ្ងៃអនាគតសិស្សម្នាក់ចាប់ផ្ដើមក្រោកឈរម្ដងម្នាក់អ្នកខ្លះនិយាយដោយទំនុកចិត្តអ្នកខ្លះវិញអៀនរហូតដល់និយាយស្ទាក់ស្ទើរដល់វេនខ្ញុំក្រោកឈរណែនាំខ្លួនយ៉ាងខ្លីរួចក៏អង្គុយវិញបន្ទាប់មកសិស្សផ្សេងក៏បន្តណែនាំខ្លួនរហូតដល់គ្រប់គ្នាក្នុងចំណោមមុខជាច្រើននោះក៏មានក្មេងស្រីម្នាក់ដែរនាងក្រោកឈរណែនាំខ្លួនយ៉ាងសាមញ្ញមិននិយាយច្រើនមិនសូវបង្ហាញអារម្មណ៍នាងមានឈ្មោះវិជ្ជនីប៉ុន្តែបើសួរថាពេលនោះខ្ញុំចាំនាងទេចម្លើយគឺអត់ទេសម្រាប់ខ្ញុំពេលនោះនាងគ្រាន់តែជាមិត្តរួមថ្នាក់ម្នាក់ក្នុងចំណោមសិស្សជាង40នាក់ប៉ុណ្ណោះប៉ុន្មានសប្តាហ៍ក្រោយមកការរៀនក៏ចាប់ផ្ដើមដំណើរការធម្មតាគ្រូមុខវិជ្ជាខ្លះចូលចិត្តឲ្យសិស្សធ្វើលំហាត់ជាក្រុមពេលខ្លះគ្រូជាអ្នកចែកក្រុមពេលខ្លះសិស្សជាអ្នករើសក្រុមដោយខ្លួនឯងប៉ុន្តែចម្លែកណាស់ពេញមួយឆ្នាំថ្នាក់ទី10ខ្ញុំនិងវិជ្ជនីមិនដែលបាននៅក្រុមជាមួយគ្នាសូម្បីតែម្ដងមិនដែលបានអង្គុយជិតគ្នាមិនដែលបានជែកគ្នាហើយសូម្បីតែឈ្មោះរបស់នាងខ្ញុំក៏មិនប្រាកដថាចាំបានដែរយើងដូចជាមនុស្សពីរនាក់ដែលរស់នៅក្នុងថ្នាក់តែមួយប៉ុន្តែដើរលើផ្លូវខុសគ្នាប៉ុន្តែទោះខ្ញុំមិនស្គាល់វិជ្ជនីក៏ដោយខ្ញុំបែរជាស្គាល់មិត្តស្និទ្ធរបស់នាងទៅវិញមូលហេតុគឺខ្ញុំនិងមិត្តរបស់វិជ្ជនីជាសិស្សអង្គការជាមួយគ្នាយើងជួបគ្នាញឹកញាប់ធ្វើសកម្មភាពជាមួយគ្នានិយាយលេងជាមួយគ្នាស្ទើររាល់សប្តាហ៍ដោយសារតែបែបនេះហើយទើបខ្ញុំស្គាល់មិត្តរបស់វិជ្ជនីច្រើនជាងស្គាល់វិជ្ជនីខ្លួនឯងពេលខ្លះខ្ញុំក៏ធ្លាប់ឃើញវិជ្ជនីមករង់ចាំមិត្តរបស់នាងក្រោយចប់ម៉ោងរៀនតែយើងគ្រាន់តែដើរឆ្លងកាត់គ្នាគ្មានការសួស្តីគ្មានការស្គាល់គ្នាលុះដល់ពាក់កណ្ដាលឆ្នាំរឿងដែលគ្មាននរណាចង់ឲ្យកើតក៏បានកើតឡើងមិត្តស្និទ្ធបំផុតរបស់វិជ្ជនីបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដំណឹងនោះធ្វើឲ្យសិស្សក្នុងថ្នាក់ទាំងមូលស្រងាកចិត្តព្រោះគាត់ជាមិត្តរួមថ្នាក់របស់ពួកយើងហើយសម្រាប់ខ្ញុំគាត់ក៏ជាមិត្តម្នាក់ដែលធ្លាប់ធ្វើសកម្មភាពអង្គការជាមួយគ្នាផងដែរថ្ងៃបុណ្យសពខ្ញុំក៏បានទៅចូលរួមជាមួយមិត្តក្នុងថ្នាក់បរិយាកាសពោពេញដោយភាពសោកសៅ
សំណើចដែលធ្លាប់ពឺនៅក្នុងថ្នាក់ប្រែคล้ายជាភាពស្ងប់ស្ងាត់នៅទីនោះខ្ញុំក៏បានឃើញវិជានីនាងឈរនៅក្បែរគ្រួសារមិត្តរបស់នាងភ្នែកក្រហមមុខស្លេកហើយមិនសូវនិយាយអ្វីទាំងអស់ខ្ញុំក៏បានត្រឹមតែឈរមើលពីចម្ងាយខ្ញុំចង់និយាយពាក្យលួងលោមមួយម៉ាត់ប៉ុន្តែខ្ញុំមិនដឹងថាគួរចាប់ផ្ដើមពីណាព្រោះការពិតពួកយើងមិនទាន់ស្គាល់គ្នាផងក្រោយពេលបុណ្យសពបានបញ្ចប់ជីវិតសិស្សក៏វិលត្រឡប់ទៅដូចដើមការរៀននៅតែបន្តសំឡេងកណ្ដឹងនៅតែបន្លឺរៀងរាល់ថ្ងៃប៉ុន្តែខ្ញុំបានដឹងព័ត៌មានមួយអំពីវិជានីផ្ទះរបស់នាងនៅឆ្ងាយពីវិទ្យាល័យខ្លាំងរៀងរាល់ថ្ងៃការធ្វើដំណើរមករៀនចំណាយពេលយូរចុងក្រោយគ្រួសាររបស់នាងសម្រេចជួលផ្ទះមួយនៅជិតវិទ្យាល័យដើម្បីឲ្យនាងងាយស្រួលមករៀនពេលនោះខ្ញុំក៏មិនបានគិតអ្វីដែរខ្ញុំគ្រាន់តែយល់ថាអូនាងមកនៅជិតសាលាហើយតែខ្ញុំមិនដែលនឹកស្មានថាការសម្រេចចិត្តជួលផ្ទះមកនៅជិតសាលាមួយនេះនឹងធ្វើឲ្យជីវិតរបស់ពួកយើងចាប់ផ្ដើមមានផ្លូវដើរមកជិតគ្នាបន្តិចម្ដងតែនោះគឺជារឿងនៅឆ្នាំក្រោយសម្រាប់ឆ្នាំទី10ពួកយើងនៅតែជាមនុស្សពីរនាក់ដែលរស់នៅក្នុងថ្នាក់តែមួយប៉ុន្តែមិនទាន់ស្គាល់គ្នាសូម្បីតែមួយម៉ាត់មនុស្សខ្លះចូលមកក្នុងជីវិតយើងដោយមិនបន្សល់អ្វីសោះតែមានមនុស្សខ្លះទោះគ្រាន់តែអង្គុយមុខយើងរាល់ថ្ងៃក៏អាចផ្លាស់ប្ដូរជីវិតយើងដោយមិនដឹងខ្លួនក្រោយពីបញ្ចប់ថ្នាក់ទី10ជីវិតរបស់ខ្ញុំក៏វិលត្រឡប់ទៅភាពសាមញ្ញដូចរាល់ឆ្នាំពេលព្រឹកជួយការងារផ្ទះពេលរសៀលលេងបាល់ទាត់ពេលល្ងាចអង្គុយជែកលេងជាមួយមិត្តភ័ក្តិនៅភូមិកាលនោះខ្ញុំមិនមែនជាក្មេងស្រីដែលចូលចិត្តស្លៀករ៉ូបឬចូលចិត្តផាត់មុខទេតាំងពីតូចមកខ្ញុំចូលចិត្តស្លៀកអាវយឺតខោជើងវែងឬខោខ្លីបែបកីឡាខ្ញុំរត់លេងជាមួយក្រុមក្មេងប្រុសលេងបាល់ទាត់ឡើងដើមឈើជិះកង់ប្រណាំងគ្នារឿងដែលក្មេងប្រុសលេងខ្ញុំស្ទើរតែលេងទាំងអស់អ្នកភូមិខ្លះឬសូម្បីតែសាច់ញាតិក៏ធ្លាប់និយាយលេងថាកូនស្រីអីដូចកូនប្រុសម្លេះខ្ញុំគ្រាន់តែសើចព្រោះសម្រាប់ខ្ញុំវាជារឿងធម្មតាខ្ញុំគ្រាន់តែស្លៀកពាក់បែបដែលខ្ញុំមានអារម្មណ៍ស្រួលខ្ញុំមិនធ្លាប់គិតពីរឿងថាថ្ងៃណាមួយខ្ញុំនឹងស្រឡាញ់អ្នកណាឬខ្ញុំខុសពីអ្នកដទៃឬអត់ពេលនោះខ្ញុំក៏មានសង្សារម្នាក់ដែរគាត់ជាមនុស្សប្រុសពួកយើងស្គាល់គ្នាដោយសារការប្រកួតបាល់ទាត់នៅស្វាយធំអាចនិយាយបានថាជីវិតរបស់ខ្ញុំកាលនោះដូចក្មេងស្រីធម្មតាម្នាក់មានការរៀនមានមិត្តភ័ក្តិមានសង្សារហើយមិនដែលគិតសោះថាជីវិតខ្ញុំនឹងផ្លាស់ប្ដូរនៅឆ្នាំនេះថ្ងៃបើកវេសកាលថ្នាក់ទី11វិទ្យាល័យដែលយើងដែលមានសិស្សមកពីគ្រប់ភូមិអ្នកខ្លះជិះកង់អ្នកខ្លះជិះម៉ូតូអ្នកខ្លះឪពុកម្ដាយជូនមកពេលឈរមើលបញ្ជីឈ្មោះខ្ញុំដឹងថាឆ្នាំនេះសាលាបែងចែកសិស្សជាពីរផ្នែកវិទ្យាសាស្ត្រពិតនិងវិទ្យាសាស្ត្រសង្គមខ្ញុំជ្រើសរៀនផ្នែកវិទ្យាសាស្ត្រសង្គមក្នុងផ្នែកនេះមានដល់ទៅ3ថ្នាក់ខ្ញុំរកឈ្មោះខ្លួនឯងរួចក៏ដើរចូលថ្នាក់ភ្លាមខ្ញុំក៏ឃើញមុខដែលធ្លាប់ឃើញកាលពីឆ្នាំមុនជាច្រើនរួមទាំងវិជានីនាងនៅតែដូចឆ្នាំមុនដដែលមិនសូវតែងខ្លួនមិនសូវនិយាយមើលទៅស្ងប់ស្ងាត់ជានិច្ច
នាងអង្គុយជាមួយមិត្តស្រីចាស់របស់នាងចំណែកខ្ញុំក៏អង្គុយជាមួយមិត្តស្រីដែលស្គាល់តាំងពីអនុវិទ្យាល័យនាងឈ្មោះអាជីងជាមនុស្សរួសរាយចូលចិត្តនិយាយហើយជាមិត្តដែលខ្ញុំអាចនិយាយបានគ្រប់រឿងចៃដន្យឲ្យណាស់តូរបស់ខ្ញុំស្ថិតនៅខាងក្រោយតូរបស់វីជនីតែមួយតូប៉ុណ្ណោះរាល់ថ្ងៃខ្ញុំឃើញខ្នងនាងមុនគេប៉ុន្តែពួកយើងនៅតែមិនដែលនិយាយរកគ្នាពេលវេលាកន្លងផុតទៅបន្តិចការរៀនក៏ចាប់ផ្ដើមតាំងជាងឆ្នាំមុនជាពិសេសថ្ងៃប្រឡងបើនិយាយតាមត្រង់ខ្ញុំមិនមែនជាសិស្សពូកែទេខ្ញុំរៀនបានតែពេលប្រឡងម្ដងបើអាចលួចមើលមិត្តបានក៏លួចមើលដែរពេលខ្លះបើអាចលួចបើកសៀវភៅបានក៏បើកដែរខ្ញុំតែងនិយាយលេងថាចេះតិចលួចមើលតិចប៉ុន្តែមានមនុស្សម្នាក់ដែលមិនដែលធ្វើបែបនេះវិជ្ជនីនាងអង្គុយសរសេរវិញ្ញាសារបស់នាងដោយស្ងាត់មិនដែលងាកមើលអ្នកណាមិនដែលបើកសៀវភៅសូម្បីតែមិត្តរបស់ខ្ញុំលួចកេះក្នុងនាងខ្សឹបសួរចម្លើយនាងគ្រាន់តែញឹមហើយបន្តសរសេររបស់នាងមិនប្រាប់មិនងាកក្រោយមិនសូម្បីតែនិយាយថាអត់ដឹងពេលនោះខ្ញុំគិតថាម៉េចក៏មនុស្សម្នាក់នេះមើងម៉ាត់ម្លេះប៉ុន្តែសព្វថ្ងៃខ្ញុំទើបយល់ថានោះជាចរិតរបស់នាងម៉ោងទំនេរថ្នាក់របស់ពួកយើងមិនដែលស្ងាត់ទេដោយសារមិត្តរួមតូរបស់វីជនីជាស្រីស្អាតប្រចាំថ្នាក់សិស្សប្រុសតែងមកអែបអបមកសុំលេខមកលេងសើចមកអង្គុយក្បែរហើយដោយសារវីជនីអង្គុយជាមួយនាងក៏តែងតែត្រូវគេអូសចូលទៅក្នុងការលេងសើចនោះដែរដំបូងខ្ញុំគ្រាន់តែអង្គុយមើលក្រោយមកខ្ញុំក៏ចូលរួមលេងជាមួយគេពេលខ្លះខ្ញុំហៅឈ្មោះនាងលេងពេលខ្លះយកសៀវភៅនាងទៅលាក់ពេលខ្លះនិយាយឌឺដងបន្តិចបន្តួចតែនាងមិនដែលខឹងខ្លាំងទេគ្រាន់តែធ្វើមុខមិនពេញចិត្តហើយនិយាយថាឈប់លេងទៅសូម្បីតែសំឡេងក៏និយាយស្រាលធ្វើឲ្យពួកយើងកាន់តែចង់ប្រឡែងនាងពេលនោះខ្ញុំមិនដឹងទេថាមិត្តរួមថ្នាក់ដែលខ្ញុំកំពុងញាស់លេងរាល់ថ្ងៃនឹងក្លាយជាមនុស្សដែលខ្ញុំមិនអាចបំភ្លេចបានអស់មួយជីវិតរឿងស្នេហ៍គ្មានឱកាសភាគ1ចប់តែប៉ុណ្ណឹងកុំភ្លេចតាមដាននៅភាគបន្តណានិងសូមចុច Subscribe លើកទឹកចិត្តដល់ Admin ម្នាក់មួយផងអរគុណច្រើនបង